expander expander បាទ023បាទ023បាទមានបញ្ហាបាទដល់ពេលយើងចុច lock unlock គឺវាបានធម្មតាបាទវា lock ហើយយើងចុច unlock វាបានបាទប៉ុន្តែពេលយើងចុចប៊ូតុងនេះវាបានទេបាទពេលចុចប៊ូតុងនេះវានឹងចេញអក្សរលើ Killer Operation System Service Require បាទយើងក៏មិនដឹងដែរថាវាមកពីអីបាទប៉ុន្តែយើងត្រូវការពេលវេលាជួបបន្តិចសិនបាទយើងបើកស on មកគឺបន្តស្ដាប់យើងបើកស on មកមានចេញគុណសនោះបាទ Killer Operation System Service Require បាទតែមួយសិនបាទបានរើមួយចំនួនទេបាទបានរើអីក៏តែអត់ឃើញបាទយើងរោមើលដល់នេះដល់អីទេបាទតាមនេះបាទអត់ឃើញទេបាទនេះបាទដកអស់ហើយបាទតែលទ្ធផលបាទរកឃើញបាទនៅខាងនេះនេះបាទគឺត្រូវបានលោកដោបានគេធ្វើស៊ីបាទចឹងជាមួយយើងចាប់ដើមតវាវិញមកបាទទៅវាបាត់អត់បាទអានេះទៅតងនឹងបញ្ជីសម្រាប់វាជាប្រភេទអង់តែន smart key បាទចាប់សេវានៅពេលដែលយើងបញ្ជាទៅវាព្រោះពេលចូលទៅវាទទួលបានអត់ហ្នឹងគឺសេវាបានអត់បាទនេះអង់តែនដែលវាមានបញ្ហាបាទគឺដៃសេះភ្លើងបាទគឺកដោស៊ីបាទចឹងគឺវាចាប់សញ្ញាអត់បាននៅពេលដែលយើងចុចឲ្យប៊ូតុងនេះចុចឲ្យប៊ូតុងនេះបាទប៊ូតុងទ្វារនេះចូលទៅវាធ្វើការទេបាទដោយសារតែវាដាក់នេះបាទប៉ុន្តែយើងបញ្ជានឹង smart key បានធម្មតាអញ្ចឹងបើយើងដាក់ចូលវិញតើវាដំណើរការធម្មតាវិញអត់បាទនេះបាទទីតាំងវានៅនេះបាទយើងចាប់រួចរាល់ហើយយើងទៅមកទៀតបាទយើងចុចមក lock បាទនេះវា lock ចុចយើង unlock វិញមកបាទនេះពីដើមគឺវាធម្មតាបែបនេះបាទប៉ុន្តែយើងបញ្ជានេះវាធម្មតាទេបាទគឺវាខុសត្រូវដែរអញ្ចឹងជាមួយនឹងបញ្ជានេះវាឥឡូវវាអូខេនៅអូខេបាទនេះឥឡូវគឺវាដើរធម្មតាវិញហើយបាទជាបានសារទៀតពីមុនគឺបញ្ជាលើ smart key បានប៉ុន្តែបញ្ជានេះអត់បានឥឡូវយើងបញ្ជាលើ smart key បានលើ smart key បានហើយបញ្ជាលើនេះឥឡូវបញ្ជាបានវិញបាទឥឡូវនៅការធម្មតាជាមួយនឹងកូដម្ដងឥឡូវយើងបើកស on មកមិនថ្លៃទេឥឡូវវាបាត់ហើយបាទវាឈប់ចេញហើយបាទអញ្ចឹងជាមួយយើង check នឹង scan ម្ដងបើវានេះគឺជាកូដចាស់បាទពីមុនគឺយើង check ឃើញហើយយើងលុបអត់បាត់ទេបាទប៉ុន្តែឥឡូវគឺយើងបានតវាវិញហើយអញ្ចឹងជាមួយយើងលុបមកបាត់អត់បាទពីវបាទអូខេបាទឥឡូវគឺវាត្រូវបានដោះស្រាយរួចរាល់ហើយបាទគេអត់មានចេញសញ្ញាទេបាទនេះអត់មានចេញទៅទៅនៅប្រព័ន្ធ smart key error ទៀតទេបាទអូខេនេះគឺ expander 23បាទត្រូវបានកដោស៊ីសេះភ្លើងដាច់បាទឥឡូវគឺរួចរាល់ហើយបាទអរគុណបាទ